ជំរាបសួរបងប្អូនទាំងអស់គ្នានេះដើមតាពាំងកញ្ជូខ្ញុំប៉ុន្តែដូចជាពណ៌ខៀវដូចជាគ្រួសារខ្ញុំគាត់និយាយប្រាប់ថាពណ៌ខៀវហើយទៅគាត់ទិញមកហ្នឹងគឺម្ចាស់ហ្នឹងគាត់និយាយថាដាំពេលឆ្នាំហ្នឹងគឺបានផ្លែហើយទៅដាំគឺឲ្យត្រូវកម្ដៅថ្ងៃបើព្រោះអីដើម្បីឲ្យតាពាំងកញ្ជូហ្នឹងមានរសជាតិផ្អែមឆ្ងាញ់ហើយខ្ញុំពេលដែលគ្រួសារខ្ញុំគាត់ដាំហ្នឹងគាត់ដាំចុងពេលរដូវខែត្រជាក់មួយដល់ពេលអញ្ចឹងខ្ញុំគិតថាវាងាប់ហើយព្រោះខ្ញុំមកមើលតើអត់មានឃើញអីហើយវាអញ្ចេះវាដូចអញ្ចេះខ្ញុំថាជាអ្នកឯងទិញដើមតាពាំងមកជូរនឹងមកខាត់លុយហើយងាប់ហើយអត់រស់ទេព្រោះខ្ញុំមកឃើញវាចេញប្លុកអីចឹងណាហើយដើមវាអញ្ចេះហ្នឹងនិយាយទៅដូចដើមឈើដែលងាប់អញ្ចឹងណាស្រាប់ដល់ពេលឥឡូវចេញស្លឹកចេញត្រួយចេញអីមកហ្នឹងប្រងព្រាតចឹងបានគេថាយើងអត់ដឹងណាយើងគិតថាដើមហ្នឹងងាប់វិញដកចោលបាត់ដល់ឥឡូវណែត្រួយនឹងលូតលាស់ចាំមើលខ្ញុំធ្វើទ្រើងមិនខ្ញុំទេចាំមើលគ្រូសាមគាត់ធ្វើទ្រើងណាហើយបាត់ទៅខាងនេះបាត់ទៅខាងនេះខ្ញុំពេលខ្ញុំធ្វើការខ្ញុំឃើញផ្ទះគាត់ម្នាក់គាត់ធ្វើរោងឡានណាធ្វើដូចជាភក់តបោសង្កសីដូចរបៀបសង្កសីយើងអញ្ចឹងណាបន្ទាប់មកគាត់ដាំនៅក្រោមហ្នឹងហើយវាខ្វែងទៅខ្វែងមកដល់ពេលផ្លែវាធ្លាក់មើលទៅស្អាតមែនតើហ្មងណាស្ទាយគេផ្ទះខ្ញុំពីមុនថាចង់ដាំអញ្ចឹងដែរដើម្បីឲ្យវានៅខាងមុខផ្ទះហ៎តែដល់ពេលមិនដឹងមិនគ្រូសាញយកមកដាក់នេះវិញចាំមើលដល់ពេលលើកក្រោយអាចនឹងទិញពូជថ្មីហើយទៅដាក់ដាំដូចគេអញ្ចឹងមើលទៅស្អាតហ្មងហើយទៅជាធៀបមកលុបទៅបូឡានយើងទៀតហ្នឹងស្ទាយផ្ទះដែលខ្ញុំទៅធ្វើការទៅខ្ញុំដើរដាក់ខ្សែទៅខ្ញុំឃើញខ្សែគេហ្នឹងមើលទៅស្អាតហ្មង